ពេលខ្លះអារម្មណ៍របស់យើងគឺថាស្លងទៅក្នុងសម័យកាលដែលទសវត្សរ៍80ផងបាទមកដល់សម័យថ្មីផងបាទលក្ខណៈខ្ញុំសូមកោតសរសើរនឹងវាតម្លៃខ្ពស់ចំពោះភាពប៉ិនប្រសប់នេះមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈមចិនសហការជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងទេសចរនៃប្រទេសកម្ពុជាសាលារាជធានីភ្នំពេញនៅល្ងាចថ្ងៃទី21ខែកុម្ភៈឆ្នាំ2026បានរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប10ឆ្នាំនៃដំណើរភាពយន្តចល័តកម្ពុជាចិននិងអបអរសាទរឆ្នាំទេសចរកម្ពុជាចិននៅតាមផ្លូវថ្មើរជើងបណ្ដោយមាត់ទន្លេមុខវត្តឧណាឡោមរាជធានីភ្នំពេញថ្លែងតាមរយៈវីដេអូពីចម្ងាយលោកអានស៊ីវយូប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈមចិនបានមានប្រសាសន៍ស្វាគមន៍ពីការចូលរួមសហការរបស់ថ្នាក់ដឹកនាំក្រសួងទេសចរក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងសាលារាជធានីភ្នំពេញដែលបានរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងអបអរសាទរឆ្នាំទេសចរកម្ពុជាចិននិងវិស័យវប្បធម៌នៃប្រទេសទាំងពីរលោកបានបន្តទៀតថាក្នុងរយៈពេល10ឆ្នាំនេះរថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ25រាជធានីខេត្តនៅទូទាំងប្រទេសដោយចាក់បញ្ចាំងភាពយន្តល្អៗជាង300លើកនិងមានអ្នកទស្សនាជាង 10,000 នាក់អាយដាមហាប់ទូចរដ្ឋលេខាធិការប្រចាំការតំណាងដល់ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចាភឿងសាកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថាព្រឹត្តិការណ៍ដែលរៀបចំឡើងចាប់ពីថ្ងៃទី21ដល់ថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នេះមិនត្រឹមតែជាការរំលឹកពីភាពជោគជ័យនៃការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិននាពេលកន្លងមកប៉ុណ្ណោះទេប៉ុន្តែវាគឺជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជននិងផ្ដល់ឱកាសឲ្យប្រជាជនកម្ពុជាបានស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រទេសចិនតាមរយៈសាច់រឿងរបស់ភាពយន្តតាមរយៈព្រឹត្តិការណ៍នេះបានជំរុញឲ្យមានការផ្លាស់ប្ដូរផ្នែកវប្បធម៌ទេសចរនិងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើងថែមទៀតអាយដាមហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរបានមានប្រសាសន៍ថាព្រឹត្តិការណ៍នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់និងជាមោទនភាពថ្មីមួយទៀតសម្រាប់វិស័យទេសចរនៃប្រទេសកម្ពុជាតាមរយៈការផ្សព្វផ្សាយនៅគោលដៅទេសចរសំខាន់ៗរបស់ប្រទេសកម្ពុជាឲ្យកាន់តែមានភាពលេចធ្លោនិងទាក់ទាញនៅលើឆាកអន្តរជាតិព្រឹត្តិការណ៍នេះដែរក៏បានផ្ដល់នូវការកំសាន្តដល់ចំណេះដឹងតាមរយៈសិល្បៈភាពយន្តដល់សាធារណជនជាពិសេសរឹតចំណងនៅកិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌ទេសចរនិងសិល្បៈភាពយន្តរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅបាទខ្ញុំគិតថាព្រឹត្តិការណ៍នៅថ្ងៃនេះគឺមានសារៈសំខាន់ខ្លាំងរឹតបន្តឹងចំណងតាក់ទងមិត្តភាពកម្ពុជាចិនឲ្យរឹតតែរឹងមាំខ្លាំងក្លាឡើងថែមទៀតវាជាព្រឹត្តិការណ៍ដែលបង្ហាញអំពីសក្តានុពលវប្បធម៌រវាងប្រទេសយើងទាំងពីរហើយក៏ដូចជាការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនប្រទេសយើងទាំងពីរកម្ពុជាចិនផងដែរជាការកត់សម្គាល់ថាបច្ចេកទេសនៃការផលិតនេះគឺថាមានលក្ខណៈផ្សំគ្នាគ្រប់រសជាតិទាំងបុរាណទាំងសម័យកាលហើយជាពិសេសការអភិវឌ្ឍរីកចម្រើនទៅដល់តាមបច្ចេកវិទ្យាសម័យថ្មីគឺ AI គឺមានបញ្ចូលគ្រប់ទិដ្ឋភាពទាំងអស់បាទដែលធ្វើឲ្យអ្នកទស្សនាហ្នឹងតែខ្ញុំផ្ទាល់អង្គុយទស្សនាហ្នឹងគឺថាមានការចាប់អារម្មណ៍ហើយពេលខ្លះអារម្មណ៍របស់យើងគឺថាស្លងទៅក្នុងសម័យកាលដែលទសវត្សរ៍80ផងបាទមកដល់សម័យថ្មីផងបាទលក្ខណៈខ្ញុំសូមកោតសរសើរនឹងវាតម្លៃខ្ពស់ចំពោះភាពប៉ិនប្រសប់នេះសូមបញ្ជាក់ផងដែរថាព្រឹត្តិការណ៍នេះបានចាក់បញ្ចាំងនៅវីដេអូស្ដីពីកម្មវិធីរាត្រីសមោសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិនវីដេអូផ្សព្វផ្សាយពីទេសចរកម្ពុជាអំវីបំភ្លឺភ្នែកផ្កាយភាពយន្តចិនមានចំណងជើងថាសួស្ដីម៉ាក់និងភាពយន្តខ្មែរដែលមានចំណងជើងថាមរណៈមេដាដោយមានការចូលរួមទស្សនាពីគណៈអធិបតីទាំងមូលនិងប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករអ្នកដែលបានចូលរួមនៅព្រឹត្តិការណ៍នេះបានបង្ហាញការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពនៃប្រទេសកម្ពុជានិងចិនក្នុងការរៀបចំឡើងដើម្បីផ្សព្វផ្សាយពីវប្បធម៌ទេសចរ
នៃប្រទេសទាំងពីរ មានអារម្មណ៍ថារំភើបខ្លាំងមែនទែនពីព្រោះយើងបានមកមើលការចាក់ផ្សាយភាពយន្តនៅវាថាជាសាធារណៈអញ្ចឹងហើយការចាក់ភាពយន្តចិនដែលយើងអាចមើលហើយយល់ដឹងតាក់ទងទៅនឹងវប្បធម៌ចិនដែរ ធ្វើឲ្យវប្បធម៌រវាងប្រទេសកម្ពុជានិងចិនហ្នឹងមានការអត់ល្មួតជាងមុនព្រោះហើយឲ្យពួកយើងយល់ច្បាស់ពីវប្បធម៌របស់ប្រទេសរៀងៗខ្លួនព្រោះប្រភេទខ្សែរឿងរបស់ចិនវាភាគច្រើនមានការកំណត់អប់រំខ្ញុំសូមជូនពរឲ្យមិត្តភាពរវាងប្រទេសចិននិងកម្ពុជាកាន់តែរឹងមាំឡើងឲ្យខ្លះជាមិត្តបងពេជ្រ